បាទជំរាបសួរបងប្អូននេះហើយដុំឈើដែលខ្ញុំកាន់នេះគឺជាសបុកពងរុយកសិកម្មរបស់យើងបងប្អូនហើយនេះគឺជារបៀបដែលយើងប្រមូលបាទអញ្ចឹងចំពោះសបុកវាដូចខ្ញុំបានបញ្យល់កាលពីវីដេអូមុននេះគឺបងប្អូនយកប្រទេសអានីបអាស័យឬក៏ប្រទេសអានីបឈើចាស់ចាស់ហើយយើងចងផ្អោបគ្នាមកដុំ4 5 6ប្រទេសអញ្ចឹងមកហើយប្រវែងប្រហែលជា2ទឹកបងប្អូនប្រវែងប្រហែលនេះហើយយើងចងផ្អោបអញ្ចឹងវាពងហើយអញ្ចឹងបន្ទាប់ពីយើងបានពងហើយអញ្ចឹងនេះគឺជាប្រភេទពងរុយបងប្អូននេះសសនេះអញ្ចឹងអាហ្នឹងគឺជាពងរុយកសិកម្មរបស់យើងហើយអញ្ចឹងរាល់2ថ្ងៃឬក៏3ថ្ងៃយើងប្រមូលម្ដងឬក៏ក្នុងករណីដែលភ្ញៀវគាត់កំងច្រើនឬក៏រុយយើងពងច្រើនអញ្ចឹងយើងអាចប្រមូលរាល់ថ្ងៃក៏បានដែរទីចុះមកពងហ្នឹងបងប្អូនអាចប្រមូលវារាល់ថ្ងៃអញ្ចឹងក៏បានឬក៏បងប្អូនទុកយូរបំផុតត្រឹម2ថ្ងៃឬក៏3ថ្ងៃត្រូវតែប្រមូលវាព្រោះតែលើសហ្នឹងវាញាស់ទៅពីទៅពេញហ្នឹងហើយបងប្អូនបាទចឹងនេះយើងប្រមូលពងនោះសម្រាប់ដាក់ឲ្យភ្ញៀវណាចឹងចំពោះការទិញពូជបងប្អូនលឺតែគេចំរុយកសិកម្មតកូវកសិកម្មហ្នឹងបាទហើយបងប្អូនខ្លះក៏អត់ដឹងថាគេទិញពូជបែបណាអញ្ចឹងទៅជាមួយអាពូជរុយឬក៏ពូជតកូវកសិកម្មហ្នឹងជាទូទៅគេទិញជាប្រភេទពងរុយបែបហ្នឹងបងប្អូននេះអាពងរុយដែលខ្ញុំពងកោសហ្នឹងបងប្អូនអាហ្នឹងគឺជាប្រភេទពងរុយចឹងនៅពេលណាដែលបងប្អូនត្រូវការពូជគឺដាក់កំងទៅយើងផ្ញើជាប្រភេទពងរុយយើងទៅឲ្យហើយយើងផ្ញើតាមក្រុមហ៊ុនវិរៈបន្ថែមទៅបងប្អូនចឹងបងប្អូននៅខេត្តណាក៏យើងអាចផ្ញើបានដែរព្រោះឥឡូវវិរៈបន្ថែមមានគ្រប់កន្លែងខ្ញុំបងប្អូនបាទហើយតើតើជាមួយនឹងការទិញហ្នឹងបើសិនជាបងប្អូនជាផ្នែកលក្ខណៈគ្រួសារទូទៅចិញ្ចឹមសត្វតាមស្រុកតាមភូមិធម្មតាហ្នឹងយើងអាចចំណាយដើមទុនត្រឹម 10,000 នេះទៅបងប្អូនយើងអាចចិញ្ចឹមបានហើយអាហ្នឹងសម្រាប់ទិញពងទៅអានឹងຂະຫນាត់គ្រួសារល្មមសម្រាប់ធ្វើពូជអញ្ចឹងអានឹងយើងចំណាយតែម្ដងទេគឺយើងបានពូជរហូតទេបងប្អូនគ្រាន់តែថាពូជដែលបងប្អូនទិញទៅដំបូងហ្នឹងបងប្អូនក៏មកឲ្យសត្វស៊ីនេះយើងទុកវាឲ្យវាទៅជារុយឲ្យអស់មកហើយយើងទុកពូជភាសាពីសាយើងរៀនចិញ្ចឹមឲ្យស្ទាត់សិនទៅយើងអាចដាក់ឲ្យសត្វស៊ីបានហើយអញ្ចឹងដំបូងហ្នឹងគឺយើងយកទៅរៀនចិញ្ចឹមហើយសម្រាប់ទុកធ្វើពូជសិនណាបងប្អូនអញ្ចឹងលើកទី2លើកទី3ទៅពេលបងប្អូនបានពូជមកគឺអាចប្រមូលឲ្យសត្វស៊ីបានទេបាទអញ្ចឹងបញ្ជាក់ណាបងប្អូននេះបើចង់បានពូជអាចតាក់ទងមកបានថាខ្ញុំមានលក់ជាប្រភេទពងរុយអញ្ចឹងឲ្យហើយយើងបរិយាគិតថ្លៃយើងបងប្អូនបាទគឺមានវីដេអូបច្ចេកទេសឲ្យហើយជួយណែនាំពន្យល់បន្តបន្ថែមទៀតអញ្ចឹងណាបាទអញ្ចឹងនេះគឺជាប្រភេទពងរុយដែលយើងកោសបានបងប្អូននេះអញ្ចឹងអានឹងញាស់ទៅច្រើនណាបងប្អូននេះអញ្ចឹងចំពោះ 10,000 គឺល្មមហើយបងប្អូនលក្ខណៈគ្រួសារយើងអត់ចាំបាច់ទិញដល់មួយខាំអីទេបាទព្រោះមួយខាំពងវាច្រើនហើយតម្លៃវាក៏ខ្ពស់ដែរបងប្អូនអញ្ចឹងបងប្អូនទិញតែត្រឹម 10,000 ទៅហើយអស់សេវាដឹក 8,000 ហ្នឹងប៉ុណ្ណឹងទៅយើងអាចធ្វើពូជបានហើយបើចំណាយច្រើនទេបាទហើយវីដេអូនេះខ្ញុំសង្ខេបជូនបងប្អូនដែរដោយសារគាត់សួរថាតើការចិញ្ចឹមនឹងវាពិបាកអត់អញ្ចឹងតែទៅមួយការចិញ្ចឹមបងប្អូនមើលតាមជាក់ស្ដែងបងប្អូនខ្ញុំច្រើនតែថតវីដេអូបញ្យល់ជារឿយៗអញ្ចឹងគឺមើលទៅវាអត់មានអីពិបាកទេគ្រាន់តែទីមួយបងប្អូនត្រូវដឹងថាតកឺហ្នឹងពេលវាញាស់មកវាត្រូវការស៊ីចំណីអញ្ចឹងចំណីយើងដាក់ដូចជាប្រភេទបន្លែផ្លែឈើកាសណប្រទេសបាយអញ្ចឹងយើងដាក់វាស៊ីបន្តរហូតអញ្ចឹងណាហើយដល់ពេលវាអាយុ1ខែវាញាស់ទៅជារុយហើយវាពងឲ្យយើងប្រមូលបានពងហ្នឹងវិញអញ្ចឹងចាប់ពីពេលបញាស់មកជាពងហ្នឹងហើយត្រឡប់ទៅជារុយបានពងមកវិញយើងចំណាយពេលខ្ទង់ចន្លោះពី30ឬក៏40ថ្ងៃយ៉ាងយូរបំផុតគឺយើងនឹងបានពងហ្នឹងមកវិញហើយចឹងអានឹងចំលឿនទេបងប្អូនបាទហើយតែទៅមួយចំណីរបស់តកូវក៏យើងអត់ដាក់រាល់ថ្ងៃទេបងប្អូននេះដាក់ 3-4 ថ្ងៃឬក៏មួយអាទិត្យអីមកយើងដាក់ម្ដងបាទចឹងអានឹងគឺខ្ញុំមានបញ្យល់ជាវីដេអូមេរៀនលម្អិតឲ្យទេនៅពេលដែលបងប្អូនកំងពូជទៅណាចឹងចំពោះបងប្អូនដែលត្រូវការពូជបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទទាំង3ហ្នឹងមកឬក៏ Telegram ទាំង3ហ្នឹងមកក៏បានដែរបងប្អូនបាទឬក៏ chat តាម Facebook មកក៏បានបងប្អូនតាក់ទងមកឲ្យប្រាប់តែទីតាំងមកយើងរៀបចំផ្សាយទៅឲ្យឯងបាទអញ្ចឹងយើងផ្សាយតាមប្រព័ន្ធបន្ថែមទៅបងប្អូននេះឲ្យអស់សេវាដល់ 8,000 ហើយចំពោះដើមទុនចំណាយដំបូងនេះខ្ញុំបញ្ជាក់មិញអញ្ចឹងបងប្អូនចំណាយត្រឹម 10,000 ទៅយើងអាចចំបានទេបាទអញ្ចឹងបើសិនជាបងប្អូនត្រូវការពូជហើយមានចម្ងល់អីអាចតាក់ទងមកបន្ថែមទៀតបានហើយចាំខ្ញុំជួយបញ្យល់ណែនាំបន្ថែមទៀតបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនជំរាបលាបាទ